ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាររឿងថ្មីទាំងអស់គ្នារឿងនេះគឺតាក់ទិនជាមួយនឹងការសងសឹកទៀតហើយដោយតួស្រីរបស់យើងនឹងគេក៏ធ្វើជាអ្នកចម្រៀងដើម្បីតែអាចបានសងសឹកជាមួយនឹងតួប្រុសដែលបានសម្លាប់គ្រួសាររបស់នាងគំនុំមួយនេះគឺថាពិតជាធំខ្លាំងមែនតើអញ្ចឹងចង់ដឹងថាតួស្រីប្រើល្បិចកលយ៉ាងណាដើម្បីសងសឹកទៅកាន់តួប្រុសនោះមានតែមកតាមដានសាររឿងជាមួយនឹង Admin ទេរឿងក៏ចាប់ផ្ដើមឡើងពីរាំងកសាមកកលែងគឺជារាំងកសារបស់ឈៀនមូឆឹងត្រូវជាតួប្រុសរបស់យើងមួយឆានហ្នឹងគេក៏មកញ៉ាំស្រាស្ដាប់ចម្រៀងនៅក្នុងរាំងកសារបស់គេតែក្នុងថ្ងៃហ្នឹងគឺមានតារាចម្រៀងពិសេសដោយម្នាក់នោះគឺមានឈ្មោះថាប៉ៃលក់គឺជាតួស្រីរបស់យើងនឹងតែម្ដងហើយក៏មាននារីចម្រៀងម្នាក់ដែលមានឈ្មោះថាសាហ្នឹងក៏មករាក់ទាក់ជាមួយនឹងមូឆិនប៉ុន្តែគឺមូឆិនហ្នឹងមិនបានចាប់អារម្មណ៍ជាមួយនឹងម្នាក់ហ្នឹងនោះទេគឺតែសម្លឹងមើលប៉ៃលក់ក៏តែប៉ៃលក់បានច្រៀងចប់ហើយគឺថាមូឆិនហ្នឹងគេក៏សុំរាំជាមួយនឹងប៉ៃលក់តែម្ដងហើយការរាំនេះវាគ្រាន់តែជាលេសរបស់មូឆិនប៉ុណ្ណោះដើម្បីសួរនាំប៉ៃលក់បាត់ខ្លួនដល់5ឆ្នាំមកត្រឡប់មកវិញមិនបានខ្លាចទៅជាអ្នកចម្រៀងអញ្ចឹងប៉ៃលក់ក៏ធ្វើជាមិនយល់ពីពាក្យសម្ដីរបស់មូឆិនគឺមិនទទួលស្គាល់អត្តសញ្ញាណដែលពួកគេនឹងធ្លាប់ស្គាល់គ្នាពីមុនមកនោះទេប៉ុន្តែមូឆិនគឺគេនឹងតាមដានពីសកម្មភាពរបស់ប៉ៃលក់ចង់ដឹងថាប៉ៃលក់នឹងមានផែនការអីក្រោយពីរាំជាមួយនឹងមូឆិនចប់ហើយគឺប៉ៃលក់នឹងក៏នៅក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ស្រីអ្នករាំពីរម្នាក់នឹងក៏នាំគ្នាសរសើរប៉ៃលក់ថាទៅតែចូលច្រៀងថ្ងៃដំបូងនោះទេប៉ុន្តែអាចតាក់ទាញចំណាប់អារម្មណ៍របស់មូឆិនបានហើយចំពោះការច្រៀងនិងការសម្ដែងវិញគឺពិតជាល្អមែនតើព្រោះតែពាក្យសរសើរទាំងអស់នឹងសាដែលធ្លាប់តែជាអ្នកចម្រៀងល្អឯកនៅក្នុងរាំងកសាហ្នឹងក៏មកតែកំភ្លៀងពួកគេនិយាយទៅគេអ្នកចាស់អញ្ចឹងហើយនៅពេលដែលអ្នកថ្មីល្អជាងគេច្បាស់ជាឈ្នានេះហើយក៏គម្រាមទៅកាន់ប៉ៃលក់ទៀតថាកុំឲ្យប៉ៃលក់ហ្នឹងគឺនៅសិក្សាជាមួយនឹងមនុស្សដែលមិនគួរសិក្សាជាមួយបើមិនអញ្ចឹងទេអាចនឹងបាត់បង់ជីវិតហើយមកគឺថាគម្រាមប៉ៃលក់ស្មានថាប៉ៃលក់គេខ្លាចអីរំលងតែបន្តិចគឺប៉ៃលក់ហ្នឹងគឺលើសម្លេងរបស់មូឆិនដែលកំពុងតែមករកគេទៅគេហ្នឹងក៏ទម្លាក់ស្បាយអាវហ្នឹងដើម្បីឲ្យមូឆិនហ្នឹងគឺបានឃើញពីស្នាមផ្លែនៅលើខ្នងរបស់គេព្រោះថាស្នាមមួយហ្នឹងគឺវាបានកើតឡើងកាលពី5ឆ្នាំមុនដោយប៉ៃលក់ជាមួយនឹងមូឆិនហ្នឹងគឺជាគូដណ្ដឹងនឹងគ្នានៅក្នុងថ្ងៃហ្នឹងគឺឪពុករបស់ប៉ៃលក់ហ្នឹងត្រូវបានគេសម្លាប់ទៅប៉ៃលក់ហ្នឹងក៏មកសុំវល់ឲ្យមូឆិនហ្នឹងជួយគេប៉ុន្តែបែរជាត្រូវមូឆិនហ្នឹងគឺមិនខ្វល់ខ្វាយជាមួយនឹងប៉ៃលក់ក៏ដេញប៉ៃលក់ហ្នឹងឲ្យចេញពីផ្ទះរបស់គេថែមទាំងបានវាយឲ្យប៉ៃលក់ហ្នឹងដួលមុតជាមួយនឹងអំបែងរួចមកក៏បង្ខំឲ្យប៉ៃលក់ហ្នឹងគឺចេញពីផ្ទះរបស់គេនិងផ្ដាច់ការភ្ជាប់ពាក្យរបស់ពួកគេទាំងពីរនាក់ទៀតឡើយនេះមូឆិនបន្ទាប់ពីឃើញស្នាមរបស់ប៉ៃលក់ហើយគេក៏ចាក់ប៉ៃលក់ហ្នឹងអស់មកក្រៅដើម្បីនិយាយគ្នាសួរនាំពីរឿងស្នាមហ្នឹងកើតឡើងដោយរបៀបណាមូឆិនគេអត់ចាំឲ្យថានេះគឺជាស្នាដៃរបស់គេនោះទេដែលធ្វើឲ្យប៉ៃលក់ហ្នឹងមានការឈឺចាប់ប៉ៃលក់ហ្នឹងក៏តជាមួយនឹងមូឆិនថាស្នាមបប៉ុណ្ណឹងគឺវាគ្មានអីអស្ចារ្យសម្រាប់គេនោះទេចំណែកឯប៉ៃលក់កាលពី5ឆ្នាំមុនគឺបានស្លាប់បាត់ហើយក៏កុំភ្លេចថាមូឆិនគឺជាអ្នកធ្វើឲ្យគេហ្នឹងដើរដល់ចំណុចមួយហ្នឹងគ្រួសាររបស់គេត្រូវបានបំផ្លាញអស់គេគ្មានទីពឹងចឹងហើយទៅគេនឹងខ្លាចទៅជាអ្នកចម្រៀងដើម្បីរស់រានមានជីវិតមូឆិនហ្នឹងក៏អត់មានអីនិយាយជាមួយនឹងប៉ៃលក់ទៀតដែរដោយគេហ្នឹងកំពុងតែមានអារម្មណ៍ថាដូចជាបន្ទោខ្លួនឯងអីមិនដឹងនោះទេគ្រាន់តែថាសម្រាប់ប៉ៃលក់វិញគឺថាការឈឺចាប់មួយហ្នឹងវាមុតជ្រៅខ្លាំងមែនតើព្រោះនៅក្នុងថ្ងៃដែលឪពុករបស់គេត្រូវបានបាញ់សម្លាប់ហ្នឹងគឺម្នាក់ហ្នឹងបាននិយាយថារឿងនេះគឺបង្កឡើងដោយគ្រួសារឈៀនគឺជាគ្រួសាររបស់តួប្រុសយើងthêmមកទៀតក៏មានតួអង្គដែលសំខាន់ម្នាក់ទៀតហ្នឹងបានបង្ហាញមុខនៅក្នុងរាំងកសាហ្នឹងគាត់ហ្នឹងគឺជាលោករងត្រូវជាម្ចាស់កាស៊ីណូយ៉ុងរងហើយក៏ជាមុខសញ្ញាដែលប៉ៃលក់ហ្នឹងត្រូវសងសើចជាមួយដែរព្រោះថាកាលពី5ឆ្នាំមុនលោករងហ្នឹងគឺបានទៅវាយធ្វើបាបឪពុករបស់ប៉ៃលក់ដើម្បីឲ្យគាត់ហ្នឹងបកគោលនៅសភៅបញ្ជីមកឲ្យគេឪពុករបស់ប៉ៃលក់ហ្នឹងគឺគាត់មិនព្រមបកគោលឲ្យហើយគាត់ហ្នឹងក៏មិនចោះចូលនៅក្នុងការជួញដូរអាភៀនជាមួយនឹងលោករងហ្នឹងដែរអញ្ចឹងហើយទៅលោករងហ្នឹងវាយធ្វើបាបឪពុកប៉ៃលក់ហើយប៉ៃលក់ហ្នឹងពេលហ្នឹងគេនៅក្មេងហ្នឹងគេក៏ចេញមកសុំវល់កុំឲ្យធ្វើបាបឪពុករបស់គេតែបែរជាលោករងហ្នឹងគឺវាយទាត់ធាក់គេទៅវិញដោយមិនខ្វល់ថាគេហ្នឹងគឺជាមនុស្សស្រីឬមួយក៏យ៉ាងណាឡើយបច្ចុប្បន្នប៉ៃលក់ឃើញមុខលោករងហើយគឺគេហ្នឹងក៏បានបាត់បង់ស្មារតីភ្លឹកភ្លាំងដោយសារតែគេហ្នឹងគឺមានគំនុំខឹងសោកជាមួយនឹងលោករងហ្នឹងខ្លាំងមែនតើនៅពេលដែលប៉ៃលក់ហ្នឹងបន្ធូរអារម្មណ៍របស់គេហើយគេក៏បានត្រឡប់មកជួបមុខលោករងហ្នឹងវិញដើម្បីឲ្យលោករងហ្នឹងមានការចាប់អារម្មណ៍ទៅលើគេព្រោះថាលោករងហ្នឹងគឺចូលចិត្តស្រីស្អាតណាស់ហើយគឺថាអត់ពិបាកទេលោករងហ្នឹងគឺពិតជាមកសម្ដែងសនាជាមួយនឹងប៉ៃលក់មែនប៉ុន្តែពួកគេក៏និយាយគ្នាបានច្រើនដោយសារតែមូឆិនហ្នឹងទៅមូឆិនហ្នឹងក៏ប្រាប់ឲ្យប៉ៃលក់ហ្នឹងគឺថយទៅមកខាងលោករងហ្នឹងក៏សម្ដែងសនាជាមួយនឹងមូឆិនតាក់ទងជាមួយនឹងការរស់ស៊ីរបស់មូឆិនហ្នឹងមើលទៅរីកដុះដាលណាស់ទៅក៏បបួលមូឆិនហ្នឹងគឺមកវិនិយោគនៅក្នុងកាស៊ីណូរបស់គាត់គឺប្រាក់ចំណេញដែលទទួលបានពីការរស់ស៊ីហ្នឹងគាត់នឹងឲ្យទៅកាន់មូឆិន30%ចំណែកឯគាត់យក70%មូឆិនក៏អត់ទាន់បដិសេធអីដែរគេថាចាំគេនឹងពិចារណាសិនអញ្ចឹងហើយគឺលោករងហ្នឹងក៏ថាចាំនិយាយគ្នាម្ដងទៀតគឺនិយាយឲ្យដឹងសាច់រឿងតែម្ដងនៅក្នុងពេល3ថ្ងៃក្រោយនៅក្នុងពិធីជប់លៀងប៉ៃលក់ហ្នឹងក៏ចាប់អារម្មណ៍ជាមួយនឹងការចូលរួមពិធីជប់លៀងនឹងដែរអញ្ចឹងនៅពេលដែលគេឃើញមូឆិនហ្នឹងគឺលើកពេញស្រាជាពេញសាររបស់គេហ្នឹងគេក៏បានប្រាប់មូឆិនប៉ុន្តែគេក៏ប៉ះដៃធ្វើឲ្យមូឆិនហ្នឹងក៏ពុបស្រាលើអាវរបស់គេទៅមូឆិនហ្នឹងក៏សុំទៅផ្លាស់ប្ដូរសម្លៀកបំពាក់សិនរួចមកប៉ៃល
លក់ហ្នឹងគេក៏ចូលទៅក្នុងបន្ទប់ផ្លាក់កៅអៅជាមួយនឹងមួយឈិនដែលដល់ឲ្យមួយឈិនរួចហើយគេក៏អោបមួយឈិនចឹងទៅដើម្បីបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងគ្នាហើយក៏សូមឲ្យមួយឈិនហ្នឹងគឺនាំគេចូលទៅក្នុងពិធីជប់លៀងដែរប៉ុន្តែមួយឈិនហ្នឹងគេមិនយល់ព្រមទៅប៉ៃលក់ហ្នឹងក៏ប្រើល្បិចផ្សេងប៉ៃលក់គឺមានគ្នាគេម្នាក់ទៀតដែលមានឈ្មោះថាលក់ស៊ឺគឺជាតកែកំពង់ផែពីរនាក់ហ្នឹងអត់ដឹងថាមានតំណែងអីជាមួយនឹងគ្នាឲ្យពិតប្រាកដដល់ឡើយទេតែដូចជាសិស្សស្នានឹងដឹងពីផែនការរបស់គ្នាណាគឺលក់ស៊ឺហ្នឹងគេក៏មករាំងកសាដែលប៉ៃលក់ហ្នឹងកំពុងតែច្រៀងលក់ស៊ឺជាមួយនឹងមួយឈិនហ្នឹងគឺសិតតែជាអ្នកជំនួយដែលពួកគេហ្នឹងក៏ស្គាល់គ្នាដែរបន្ទាប់ពីប៉ៃលក់គេបានច្រៀងចប់ហើយគេក៏បានសម្ដៅមករកលក់ស៊ឺតែម្ដងហើយក៏មានភាពស្និទ្ធស្នាលជាមួយនឹងគ្នាដែលធ្វើឲ្យមួយឈិនហ្នឹងពិតជាចាប់អារម្មណ៍ជាមួយនឹងទង្វើអ្នកទាំងពីរនាក់ហ្នឹងណាប៉ៃលក់ហ្នឹងក៏បបួលលក់ស៊ឺហ្នឹងគឺចាញ់ពីនឹងហើយគេនៅពេលដែលគេដើរឆ្លងកាត់មួយឈិនចឹងគេក៏បានទម្លាក់ខ្សែដៃរបស់គេដោយខ្សែដៃហ្នឹងគឺជាការចងចាំដ៏ល្អរបស់មួយឈិនជាមួយនឹងប៉ៃលក់កាលពី5ឆ្នាំមុនគឺមួយឈិនហ្នឹងគេតែងជាអំណោយសម្រាប់ប៉ៃលក់ហើយប៉ៃលក់នេះវិញគេក៏នាំលក់ស៊ឺហ្នឹងមកបន្ទប់ផ្លាក់កៅអៅរបស់គេហើយក៏បង្ខំឲ្យលក់ស៊ឺហ្នឹងគឺធ្វើការដោះអាវចេញទៅដើម្បីឲ្យសម្ដែងឲ្យវាដូចមែនតើគឺពួកគេហ្នឹងក៏សម្ដែងដូចជាកំពុងតែមានអីជាមួយនឹងគ្នាហើយមួយឈិនហ្នឹងគេមកឃើញអញ្ចឹងមានណាគឺគេទ្រាំមកចង់បានទេគេក៏អូសប៉ៃលក់ហ្នឹងមកកាន់បន្ទប់របស់គេវិញហើយក៏ចង់ដឹងពីតំណែងរបស់ប៉ៃលក់ជាមួយនឹងលក់ស៊ឺប៉ុន្តែគឺប៉ៃលក់គេថាពួកគេគឺអត់មានតំណែងអីនោះទេគេគ្រាន់តែជាស្រីចម្រៀងចឹងហើយអ្នកណាដែលមានអំណាចគឺគេត្រូវតែទៅស្និទ្ធស្នាលជាមួយនឹងអ្នកហ្នឹងឯងនិយាយឲ្យប៉ៃលក់ហ្នឹងក៏បញ្ជាក់ឲ្យមួយឈិនបានឃើញទៀតគឺប៉ៃលក់ហ្នឹងក៏ថាមាត់របស់មួយឈិនគឺគេអត់មានខ្លាចអីបន្តិចសោះតែម្ដងមួយឈិនហ្នឹងគេក៏ស្មានថាប៉ៃលក់ហ្នឹងគឺគ្រាន់តែចង់បានប្រាក់ពីពួកអ្នកមានអស់ហ្នឹងទៅគេហ្នឹងថាចង់បានប្រមាណចាំគេបកគោលឲ្យអញ្ចឹងទៅប៉ៃលក់ហ្នឹងគេក៏សុំមួយឈិនឲ្យគេហ្នឹងខ្លាចតែជាដៃគូដែលចូលរួមនៅក្នុងពិធីជប់លៀងនោះអញ្ចឹងចំពោះទង្វើរបស់ប៉ៃលក់ជាមួយនឹងលក់ស៊ឺមុនហ្នឹងគឺគេគ្រាន់តែចង់បង្ហាញឲ្យមួយឈិនបានឃើញថាទោះបីជាអត់មួយឈិនក៏មានបរិបផ្សេងទៀតដែលមានអំណាចហ្នឹងដែលអាចនៅក្បែរក៏ដូចជាជួយគេបានដែរមួយឈិនហ្នឹងក៏ចាប់ផ្ដើមឆ្ងល់ពីទង្វើរបស់ប៉ៃលក់ហើយថាប៉ៃលក់បាត់ខ្លួន5ឆ្នាំស្រាប់តែត្រឡប់មកវិញសង្ស័យតែចង់សងសឹកជាមួយនឹងគេឬមួយក៏មានផែនការអីផ្សេងដូច្នេះហើយទៅគេហ្នឹងក៏យល់ព្រមនៅក្នុងការនាំប៉ៃលក់ហ្នឹងចូលរួមនៅក្នុងពិធីជប់លៀងហើយពិធីជប់លៀងគេហ្នឹងគឺថានៅកន្លែងកាស៊ីណូហ្នឹងតែម្ដងណាមួយឈិនជាមួយនឹងលោករងហ្នឹងក៏សំណេះសំណាលគ្នាបន្តិចបន្តួចរួចហើយក៏សុំដកខ្លួនដែលចង់មានពេលនិយាយគ្នាជាមួយនឹងប៉ៃលក់តែពីរនាក់មួយឈិនហ្នឹងក៏សួរចង់ដឹងពីគោលបំណងរបស់ប៉ៃលក់នៅក្នុងការចូលរួមនៅក្នុងពិធីជប់លៀងនេះតែសំណួរមួយនេះគឺមិនទទួលបានចម្លើយឡើយមួយឈិនហ្នឹងក៏និយាយទៀតថាប៉ៃលក់នៅពេលត្រឡប់មកវិញហ្នឹងក៏កាន់តែមានភាពតាក់ទាញក៏ប៉ុន្តែភាពតាក់ទាញទាំងអស់ហ្នឹងគឺមិនអាចតាក់ចិត្តគេបានឡើយប៉ៃលក់ហ្នឹងគេក៏មិនខ្វល់តែត្រឹមតែតបថាអញ្ចឹងបានន័យថានៅពេលដែលគេមានតំណែងជាមួយនឹងអ្នកផ្សេងគឺមួយឈិនហ្នឹងកុំជ្រៀតជ្រែកដោយមកប៉ៃលក់ហ្នឹងក៏ចេញមកបង្អួតសម្រស់នៅចំពោះមុខលោករងហ្នឹងដើម្បីតាក់ទាញចំណាប់អារម្មណ៍លោករងតែម្ដងហើយគាត់ហ្នឹងក៏មករកប៉ៃលក់ដោយស្នេហ៍សរសើរពីសម្បត្តិរបស់ប៉ៃលក់ថែមទាំងឲ្យប៉ៃលក់ហ្នឹងគឺចាក់ចែងពីរាងកសាមកធ្វើការនៅក្នុងកាស៊ីណូរបស់គាត់ហើយធានាថាប៉ៃលក់គឺនឹងទទួលបាននៅផលចំណេញច្រើនជាងនេះហើយប៉ៃលក់ហ្នឹងចេះតែដៀងភ្នែកមើលទៅកាន់មួយឈិនព្រោះមួយឈិនហ្នឹងក៏កំពុងតែសម្លឹងមកកាន់ប៉ៃលក់ដែរប៉ៃលក់ហ្នឹងក៏បន្តរក្សាភាពស្និទ្ធស្នាលនិងលេងសើចជាមួយនឹងលោករងហ្នឹងខ្លាំងមែនតើរហូតដល់មួយឈិនហ្នឹងគឺថាទ្រាំលេងបានមួយឈិនហ្នឹងក៏មកកេះសួរនាំលោករងថាស្រាយប់លឹងគឺរសជាតិយ៉ាងណាដែរហើយលោករងក៏ឆ្លើយថាស្រាហ្នឹងគឺថាតតែភ្លក់សិនមិនដឹងរសជាតិយ៉ាងម៉េចពាក្យសម្ដីនេះគឺជាពាក្យសម្ដីបញ្ឆិតបញ្ឈៀងអញ្ចឹងហើយគួរតែកាត់ដៃយោឡាយទៅលោករងហ្នឹងក៏បបួលប៉ៃលក់ហ្នឹងគឺទៅនិយាយគ្នាតែពីរនាក់តែមួយឈិនហ្នឹងគឺមិនអនុញ្ញាតទេហើយគេថែមទាំងមិនខ្វល់ថាលោករងហ្នឹងគឺមានអំណាចប៉ុណ្ណាដែរគឺថែមទាំងបានច្រានលោករងហ្នឹងទៀតរួចហើយក៏អូសដៃប៉ៃលក់ហ្នឹងត្រឡប់មកវិញខ្លួនឯងទៅតែនិយាយថាមិនខ្វល់ជាមួយនឹងចរិតរបស់ប៉ៃលក់ប៉ុន្តែគាត់ឃើញប៉ៃលក់សិស្សស្នាជាមួយនឹងប្រុសផ្សេងគឺថាចាញ់ចរិតមកប្រច័ណ្ឌបាត់ហើយហ្នឹងអញ្ចឹងប៉ៃលក់ហ្នឹងគេក៏ប្រាប់ពីទង្វើរបស់គេគឺគេចូលចិត្តតែប្រុសអ្នកមានទេហើយបើថាចង់បានគេដែរនោះគឺថាកុំគ្រប់គ្រងគេព្រោះគេចូលចិត្តគ្រប់គ្រងចូលវាសនារបស់ខ្លួនឯងបន្ទាប់ពីហ្នឹងមកគឺមួយឈិនហ្នឹងគេក៏បានតាមប៉ៃលក់ដឹងថាប៉ៃលក់ជាមួយនឹងលក់ស៊ឺហ្នឹងគឺស្គាល់គ្នាច្រើនឆ្នាំហើយរីឯប៉ៃលក់នេះវិញគេក៏បានឆ្លងកាត់ម្ដុំផ្សារហ្នឹងក៏ជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់ដែលមានឈ្មោះថាឈីងអានហ្នឹងពីក្រុមបងធំដែលកំពុងតែធ្វើបាបគេដោយសារតែប៉ៃលក់ហ្នឹងគឺបានវាយបរមម្នាក់ហ្នឹងទៅបរមម្នាក់ហ្នឹងក៏ដកកបិតហ្នឹងរោចាក់ប៉ៃលក់ប៉ុន្តែគឺឈីងអានហ្នឹងក៏បានចាប់កបិតហ្នឹងជាប់ឈីងអានហ្នឹងក៏ត្រូវរបួសអញ្ចឹងប៉ៃលក់ហ្នឹងគេក៏នាំមកលាបថ្នាំនៅពេលដែលដេញដោលស៊ូនាំទៅគឺឈីងអានហ្នឹងជាក្មេងកំព្រាដែលមានផ្ទះសម្បែងអីទេប៉ៃលក់ហ្នឹងក៏យកឈីងអានហ្នឹងធ្វើជាប្អូនរបស់គេមកធ្វើការជាមួយនឹងគេតែម្ដងហើយប៉ៃលក់ហ្នឹងគេក៏បានសួរអ្នកមីងមីថាតើមួយឈិនហ្នឹងគឺនៅកន្លែងឬមួយក៏អត់ទោះតែដឹងថាមួយឈិនអត់នៅកន្លែងអញ្ចឹងគឺថាគឺជាឱកាសល្អរបស់គេហើយទៅគេហ្នឹងក៏ធ្វើជាមុតដៃជាមួយនឹងផ្កាដើម្បីឲ្យអ្នកមីងមីហ្នឹងគឺទៅយកថ្នាំមកឲ្យគេហើយក៏ប្រើឈីងអានហ្នឹងគឺចេញទៅយាមនៅមុខបន្ទប់ឲ្យគេទៀតដោយសារតែគេត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ប៉ៃលក់ក៏ផ្លាស់ប្ដូរឈុតរបស់ខ្លួនឯងហ្នឹងលឿនខ្លាំងមែនតើដើម្បីបញ្ញាចូលទៅក្នុងបន្ទប់របស់មួយឈិនលួចយកត្រាមួយឈិនហ្នឹងវាយទៅលើឯកសារអីម្យ៉ាងហើយមួយឈិនហ្នឹងក៏ស្រាប់តែត្រឡប់មកវិញហ្នឹងមករកប៉ៃលក់តែម្ដងហើយឃើញឈីងអាននៅមុខហ្នឹងក៏ដេញដោលសួរនាំបន្តិចប៉ុន្តែគេមិនខ្វល់នោះទេអ្វីដែលសំខាន់គេចង់ជួបប៉ៃលក់ហើយហៅប៉ៃលក់ទៅអត់មានការឆ្លើយតបអញ្ចឹងគេកាន់តែចង់ចូលទៅក្នុងបន្ទប់ហ្នឹងទៀតប៉ុន្តែភាពចៃដន្យហ្នឹងគឺប៉ៃលក់ហ្នឹងគេក៏បើកទ្វារបន្ទប់របស់គេចំណ
ចំណែកឯអ្នកមីងមីនឹងក៏បានត្រឡប់មកវិញទៀតតែយ៉ាងណាក៏មួយឈិននឹងគេដេញដោលសួរនាំហេតុអីក៏មុននឹងគេហៅបាយលក់នឹងមិនមានការឆ្លើយតបបាយលក់នឹងគេក៏លែកថាដោយសារតែដៃរបស់គេនឹងមុតចឹងហើយគេអាឡ័យតែផ្ចង់អារម្មណ៍នៅក្នុងការរត់រោបរបស់គេអ្នកមីងមីនឹងក៏ជាសាក់សីដែរព្រោះគាត់ទៅតែត្រឡប់មកពីយុទ្ធនាមកលៀបរបួសឲ្យបាយលក់តែទោះបីជាបាយលក់នឹងព្យាយាមបង្វែរតម្រុយរបស់ខ្លួនឯងយ៉ាងណាក៏ដោយក៏មួយឈិននឹងក៏ចាប់ផ្ដើមមានការសង្ស័យចំពោះទង្វើរបស់បាយលក់ព្រោះថាកូនចាស់របស់មួយឈិននឹងសើបដឹងថាលក់សឹកនឹងកំពុងតែមានកម្រងអីប្រឆាំងជាមួយនឹងមួយឈិនតាក់ទងជាមួយនឹងការរស់ស៊ីហើយក៏ដូចជាមានជនបង្កប់ដឹងគឺបង្កប់ខ្លួននៅក្នុងរាងកាសារបស់ពួកគេផងដែរស្រាប់តែមួយឈិននឹងក៏ប្រទះឃើញត្រានៅក្នុងតុរបស់គេនឹងគឺវាខុសប្រក្រតីអញ្ចឹងក៏ដោយការតែច្បាស់ឲ្យថាការសង្ស័យរបស់មួយឈិននឹងសង្ស័យតែត្រូវហើយទៅគេនឹងក៏ឲ្យកូនចៅរបស់គេនឹងទៅសើបមើលទៅថានរណាគេគឺជាអ្នកជូនដំណឹងរីឯឯកសារដែលប៉ៃលក់បានសង្កត់ត្រារបស់មួយឈិនមុននឹងគេក៏បានយកមកបកគលឲ្យលក់ស៊ឺប៉ៃលក់គឺគេបានធ្វើកុងត្រាការរស់ស៊ីคล้ายៗដែលមានត្រារបស់មួយឈិនជាមួយនឹងលក់ស៊ឺជាមួយនឹងគ្នាគឺដើម្បីឲ្យយកទៅបង្អួតលោករងនឹងឲ្យដឹងថាគឺមួយឈិននឹងបានក្បត់ជាមួយនឹងខ្លួនអីចឹងទៅដើម្បីឲ្យពួកគេទាំងពីរនាក់នឹងមានចំនួនខំគ្នាទៅវិញទៅមកនៅក្នុងយប់នឹងផងដែរគឺមួយឈិននឹងក៏បង្ខាំងមិនឲ្យប៉ៃលក់នឹងឡើងសម្ដែងលើឆាកទេគេនៅដេញដោលសួរនាំប៉ៃលក់ចង់ដឹងថាប៉ៃលក់នឹងគឺធ្វើការឲ្យលក់ស៊ឺឬមួយក៏យ៉ាងណាប៉ៃលក់ក៏ធ្វើជាមិនយល់ពីពាក្យសម្ដែងរបស់មួយឈិនមិនដឹងថាមួយឈិននឹងចង់សម្ដៅលើអីហើយស្រាប់ពេលហ្នឹងកូនចៅរបស់មួយឈិននឹងក៏មករកតែពួកគេនឹងដឹងឲ្យថានរណាគេគឺជាជនប្រកបម្នាក់ហ្នឹងមិនមែនជាប៉ៃលក់ទេគឺជាអ្នកផ្សេងហើយប៉ៃលក់នឹងគេដឹងពីស្ថានភាពទៅគេនឹងក៏សួរថាយ៉ាងម៉េចមួយឈិននៅតែសង្ស័យថាគេនឹងគឺជាមនុស្សរបស់លក់ស៊ឺឬមួយក៏យ៉ាងណាមួយឈិននឹងក៏ឆ្លើយថាគឺគេច្រឡំមនុស្សតែប៉ុណ្្នឹងឯងអញ្ចឹងប៉ៃលក់នឹងគេក៏សក់សៀតទៀតគេឃើញមួយឈិននឹងស្ងៀមស្ងាត់ឬមួយក៏មួយឈិននឹងក៏កំពុងតែមានការសង្ស័យមកលើគេខ្លាចថាគេនឹងសងសឹកទៅកាន់មួយឈិនមែនប៉ៃលក់នឹងគេក៏ថាទៀតដឹងថាមួយឈិនគឺចង់បានគេប៉ុន្តែខ្លាចថាគឺគេនឹងធ្វើឲ្យមួយឈិននឹងឈឺចាប់អញ្ចឹងនៅពេលយប់ស្អែកគឺគេនឹងផ្ដល់ឱកាសឲ្យមួយឈិនម្ដងទៀតគេនឹងទៅរកមួយឈិននឹងដល់ផ្ទះមួយឈិនតែម្ដងនេះគឺជាល្បិចរបស់តួស្រីយើងប៉ុណ្ណោះដើម្បីបង្ខាំងពេលវេលាមិនឲ្យមួយឈិននឹងគឺមកណាត់ជួបជាមួយនឹងលោករងដើម្បីចុះកិច្ចសន្យាការងារជាមួយនឹងគ្នាហើយប៉ៃលក់នឹងគេក៏មករកលោករងអញ្ចឹងណាដោយបង្ហាញនៅឯកសារកុងត្រាដែលមួយឈិននឹងបានចុះជាមួយនឹងលក់ស៊ឺលោករងគាត់មិនជឿលើกระดาษមួយស្លឹកនឹងទេទៅប៉ៃលក់នឹងគេរៀបចំផែនការរបស់គេល្អិតល្អន់ណាគេក៏ប្រាប់លោករងថាគឺនៅក្នុងយប់នឹងបើសិនជាមួយឈិននឹងគឺមិនបានមកជួយជាមួយនឹងលោករងទេគឺច្បាស់ឲ្យថាពួកគេទាំងពីរនាក់នឹងបានរួមដៃការងារជាមួយនឹងគ្នាដូច្នេះបើវាជាការពិតបែបនេះហើយគេនឹងឲ្យលោករងនឹងគឺរួមដៃជាមួយនឹងគេវិញដើម្បីកម្ចាត់មួយឈិនអញ្ចឹងដល់ពេលយប់ឡើងគឺដល់ពេលវេលាដែលមួយឈិននឹងត្រូវមកជួបលោករងហើយប៉ុន្តែគឺត្រូវបានប៉ៃលក់នឹងគេណាត់ជួបទុកមុនណោះប៉ៃលក់នឹងគេមករកមួយឈិននឹងគឺថាមិនមែននិយាយសាច់ការអីត្រឹមត្រូវទេគឺថាមកលះបង់ឲ្យមួយឈិនតែម្ដងដើម្បីគឺឲ្យមួយឈិននឹងចំណាយពេលវេលានៅជាមួយនឹងគេដោយមិនខ្វល់ពីរឿងរបស់លោករងហើយចំពោះលោករងវិញដោយសារតែឃើញថាមួយឈិននឹងបានក្បត់ជាមួយនឹងពាក្យសម្ដីរបស់ខ្លួនហើយគាត់ក៏បានលួចចាប់ប៉ៃលក់នៅក្នុងថ្ងៃបន្ទាប់ដើម្បីជាការគំរាមទៅកាន់មួយឈិននឹងក៏នាំកូនចៅរបស់គេនឹងដើម្បីមកជួយប៉ៃលក់ហើយលោករងនឹងគាត់ក៏សួរថាមួយឈិននឹងការប្រយុទ្ធមិញនឹងនៅកន្លែងណាធ្វើអីតែមួយឈិននឹងគេមិននឹងប្រាប់ថាគេទៅធ្វើអីនោះគេថាគេធ្វើអីជារឿងរបស់គេតែមួយឈិនជាមួយនឹងលោករងនឹងគឺទៅចែកវែកញែកគ្នាគឺពួកគេមិនទាន់បានប៉ះពាល់គ្នានោះទេប៉ុន្តែប្រហែលជាមនុស្សរបស់ប៉ៃលក់ដែលបានបង្កប់ខ្លួនហើយក៏ស្រាប់តែទាញកំភ្លើងបាញ់ចំជើងរបស់លោករងអញ្ចឹងហើយគឺថាកូនចៅរបស់អ្នកទាំងសងខាងហ្នឹងក៏ចាប់ផ្ដើមប៉ះគ្នាតែកូនចៅរបស់លោករងហ្នឹងគឺវាយមិនឈ្នះខាងមួយឈិននោះទេទៅចុងក្រោយហ្នឹងក៏សល់លោករងតែម្នាក់ឯងលោករងហ្នឹងគាត់ក៏ដកកបិតដើម្បីតទល់ជាមួយនឹងមួយឈិនប៉ុន្តែវាយមិនឈ្នះមួយឈិនហ្នឹងក៏បានទាត់គាត់ហ្នឹងខ្ទាតទៅអុកជាមួយនឹងទូអីចឹងទៅក៏ធ្វើឲ្យគាត់ហ្នឹងbịស្លាប់bịរស់ប៉ៃលក់ហ្នឹងក៏ស្លាប់មិនទាន់ដឹងខ្លួនទេតតែមួយឈិនហ្នឹងទៅជួយស្រ័យចំណងនឹងដែរទៅប៉ៃលក់ហ្នឹងគេដឹងខ្លួនមកគេក៏សុំទៅនិយាយជាមួយលោករងបន្តិចប៉ៃលក់គឺគេក៏ប្រាប់លោករងពីអត្តសញ្ញាណរបស់គេថាកាលពី5ឆ្នាំមុនមានចាំអត់ថាលោកហ្នឹងបានធ្វើអីគេមកកាន់គ្រួសារប៉ៃរបស់គេប៉ៃលក់និយាយរំលឹកបណ្ដាក៏ធ្វើការសង្កត់ទៅលើរបួសរបស់លោករងបណ្ដាដើម្បីឲ្យគាត់ហ្នឹងមានការឈឺចាប់ប៉ុន្តែការឈឺចាប់ប៉ុណ្ណឹងគឺវាមិនស្មើនឹងការបាត់បង់គ្រួសាររបស់គេឡើយលោករងហ្នឹងគាត់ក៏មានកបិតនៅក្នុងដៃបីនឹងបានចាក់សម្រាប់ប៉ៃលក់ទៀតកុំតមួយឈិនហ្នឹងគេលះដៃហ្នឹងក៏បថៅចំលោករងហ្នឹងក៏ធ្វើឲ្យគាត់ស្លាប់តែម្ដងទោះអាក្រក់គេគឺថាស្លាប់លឿនមែនតើហើយចំពោះរឿងរបស់យើងនៅក្នុងភាគនេះគឺស្លេះតែប៉ុណ្្នឹងដែរអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ